ការរៀបចំរបស់គេនឹងជាសម្ព័ន្ធមិត្តខ្ញុំសូមជម្រាបជូនរៀបចំបោះឆ្នោតសម្ព័ន្ធមិត្តការលទ្ធផលបោះឆ្នោតសម្ព័ន្ធមិត្តគេចង់ប្រជុំសភាសម្ព័ន្ធមិត្តរៀបចំរដ្ឋាភិបាលសម្ព័ន្ធមិត្តហើយអំណាចរបស់គេគឺសម្ព័ន្ធមិត្តដែរតែនៅទីស្ថានភាពជាតិរដ្ឋប្រព័ន្ធអស់លេងហើយបានធ្វើដំណើរជាមួយគ្នាច្រើនខែមកហើយក៏ប៉ុន្តែយើងនៅធ្វើដំណើរជាមួយគ្នាតទៅទៀតដើម្បីទាមទារយុត្តិធម៌មិនត្រឹមតែយុត្តិធម៌ជុំវិញការបោះឆ្នោតទេមិនមែនទេពីព្រោះយើងមកគ្នាទៅបោះឆ្នោតទាំងអស់គ្នាដើម្បីយុត្តិធម៌ជាតិមែនអត់យុត្តិធម៌ក្នុងការរស់នៅយុត្តិធម៌ក្នុងការគ្រប់គ្រងប្រទេសជាតិយុត្តិធម៌ក្នុងការស្ថាបនាប្រទេសជាតិមែនអត់ហើយតែយើងមិនចប់ទេយើងនឹងរៀបចំធ្វើសកម្មភាពតទៅមុខទៅទៀតរហូតដល់គេផ្ដល់យុត្តិធម៌មកឲ្យយើងដល់ថ្ងៃនេះ